មនុស្សគ្រប់រូបដែលរស់នៅលើលោកយើងនេះតែងតែចង់បាននៅសេចក្តីសុខសន្តិភាពនិងសុភមង្គលដោយឡែកប្រជាជនកម្ពុជានាពេលបច្ចុប្បន្ននេះត្រូវបានទទួលនូវសេចក្តីសុខសន្តិភាពនិងភាពរីកចម្រើនគ្រប់វិស័យមិនថាទីក្រុងឬជនបទឡើយដូច្នេះយុវជនគឺជាសសរគ្រឹះដ៏រឹងមាំរបស់ប្រទេសជាតិចូលដុំកម្លាំងដុំចំណេះដើរស្របផ្លូវតែមួយដើម្បីជាកម្លាំងកសាងមាតុភូមិរបស់យើងឲ្យកាន់តែមានភាពរីកចម្រើនទុកជាមរតកដល់ខ្មែរជំនាន់ក្រោយHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ